ក្មេងប្រុសបានបរិភោគអាហាររួចមិនបានខ្លាចស្ដោះទឹកមាត់ចូលក្នុងចានពេលដែលម្ចាស់ហាងលើកដៃឡើងដើម្បីវាយគេទឹកមាត់ក្នុងចានបានផ្លាស់ប្ដូរទៅជាមាសភ្លាមដឹងថាក្មេងប្រុសជាសត្វទេពពាន់ឆ្នាំដែលបានសូមសេក្នុងភ្នំគេរៀងរាល់ថ្ងៃចុះភ្នំមកធ្វើសេចក្តីល្អដើម្បីបង្រៀនចិត្តនិងកសាងកុសលឲ្យគ្រប់ខឹងគ្រប់គ្រាន់ឲ្យបានពេញលេញនោះវាធ្វើដំណើរមកដល់ច្រាំងទន្លេហើយបំលែងខ្លួនជាក្មេងប្រុសលក់ត្រសក់ពណ៌មាសបន្ទាប់មកដើរឡើងលើទូកយ៉ាងអ៊ូអរទើបឡើងក៏បញ្ជាទៅម្ចាស់ទូកឲ្យរៀបចំម្ចាស់ទូកកយកំហូបល្អមកដាក់គេមិនពៀពាក្យសោះចាប់ដើមញ៉ាំយ៉ាងរីករាយញ៉ាំអស់កម្លាំងរួចទូកក៏ដល់ច្រាំងខាងទៀតពេលនោះម្ចាស់ទូកចង់ឲ្យគេបង់ប្រាក់ក្មេងប្រុសនិយាយថាគ្មានសាច់ប្រាក់សោះម្ចាស់ទូកស្នើឲ្យលក់ត្រសក់បង់ជំនួសក្មេងប្រុសវិញមិនព្រមទៅវិញទៅមកហើយថែមទាំងដាក់ទឹកមាត់ចូលក្នុងចានទេម្ចាស់ទូកសង្ឃឹមចាប់វីវាក្មេងប្រុសញឹមហើយបង្ហាញទៅចានទឹកមាត់បានបំលែងទៅជាក្របមាសខណៈម្ចាស់ទូកមិនយកចិត្តទុកដាក់គេបានស្ដែកទឹកមាត់ចូលក្នុងចានម្ចាស់ទូកឈរច្របូកច្របល់អ្នកជិះកប៉ាល់ឃើញស្ថានភាពនេះភ្លាមមានអារម្មណ៍ខឹងធ្វើការបង្ការគាត់មួយបរោះក្មេងតែសាយបង្ហាញទៅកាន់ចានដែលស្ដោះប្រែជាមាសផ្លាស់ប្ដូរទៅជាទឹកប្រាក់មួយចំនួននៅពេលអ្នកជិះកប៉ាល់មិនយកចិត្តទុកដាក់បរោះក្មេងបាំងកាយបាត់ខ្លួននៅទីនោះពេលឆ្លើយតបមកវិញអ្នកជិះទូកមានមុខស្រទាប់នៅពេលនេះទុកសេចក្តីថ្លែងមួយថាសុពលភាពសំណាងសូមជូនពរឲ្យថ្ងៃខាងមុខរបស់យើងក៏អាចមានសំណាងធំមកដល់លឿនបរោះក្មេងយកប្រៃក្រឡាមកដល់ទីផ្សារបន្ទាប់មកចាប់ផ្ដើមលក់ត្រសក់របស់គេនិងអ្នកឆ្លើយតបបានឬគ្រប់គ្នានៅជុំវិញនៅពេលនេះមានអ្នកចាស់ខ្លួនម្នាក់មើលមិនឃើញបានរត់មកបរោះក្មេងឃើញស្ថានភាពនេះត្រសក់មួយផ្លែដល់មនុស្សចាស់ឲ្យប្រើត្រសក់លាបលើភ្នែកបន្ទាប់មកនាំវាទៅភ្នប់ក្រោមដើមឈើមុខផ្ទះនោះនឹងនាំមកនៅសំណាងល្អមកឲ្យនាងអ្នកនិយាយមិនដឹងអ្នកស្ដាប់វិញចិត្តស្វ័យពាក្យរបស់ក្មេងប្រុសធ្វើឲ្យខូចខើមួយដែលចូលរងចាំនៅក្បែរចាប់អារម្មណ៍អាក្រក់ត្រឡប់ទៅផ្ទះប្រពន្ធអ្នកចាស់យកត្រសក់ឡើងមកលាបទៅមកលើភ្នែករបស់នាងឆាប់នេះភ្នែកដែលពិការរាប់ឆ្នាំបានមើលឃើញឡើងវិញធ្វើឲ្យនាងរីករាយខ្លាំងនាងរត់ចេញក្រៅផ្ទះភ្លាមហើយធ្វើតាមការណែនាំយកត្រសក់ទៅកប់ក្រោមដើមឈើមុខផ្ទះដោយមិនដឹងថាមនុស្សកំពុងតាមស្វែងមើលគ្រប់ទង្វើដែលនាងធ្វើឃើញឥទ្ធិពលអស្ចារ្យរបស់ត្រសក់ខូខើនាំបាក់ពួករបស់ខ្លួនត្រឡប់ទៅទីផ្សារហើយបញ្ជាក្មេងប្រុសឲ្យប្រគល់ត្រសក់ទាំងអស់ឲ្យខ្លួនសម្លឹងមើលហ្វូងមនុស្សដ៏កាច់សាហាវមើលឃើញមុខខូខើពួកគេប្រជាជនភ័យរត់សោះក្មេងប្រុសនៅស្ថិតក្នុងភាពស្ងៀមស្ងាត់មនុស្សបញ្ជាឲ្យបាក់ពួករបស់ខ្លួនចូលមកប្លន់ត្រសក់ទើបដល់ក្បែរត្រូវបានក្មេងប្រុសវីចេញអ្នកផ្សេងទៀតឃើញស្ថានភាពក៏ឡើងលើតែជាអ្នកធម្មតាមិនអាចប្រយុទ្ធនឹងមន់ទេពបានមួយផ្លែតទាំងអស់ដួលដីសូម្បីមនុស្សអាក្រក់ផ្ទាល់ក៏ត្រូវបានវីដួលងាយស្រួលសន្លប់ហាកុំធ្វើបាបប្រជាជនបើមិនដូច្នេះខ្ញុំមិនអត់ឱនឲ្យទេរឿងនេះធ្វើឲ្យមនុស្សអាក្រក់មិនសុខចិត្តមនុស្សអាក្រក់ទៅព្យាយាមបើកទ្វារតែត្រូវបានកម្លាំងបោះចេញវិញក្មេងប្រុសឃើញពួកគេមិនស្ដាប់សម្រេចផ្ដល់មេរៀនគេប្រើមន្តអាគមខូខើលើកខ្លួនឡើងហើយត្រូវបានជំរុញបុកដីពួកគេលុតជង្គង់ហើយសុំទោសដោយភ័យខ្លាំងបន្ទាប់មកគ្មានអ្នកណារំខានទៀតប្រជាជនរស់នៅសុខសាន្តក្មេងប្រុសចែកគ្រាប់ពូជហើយណែនាំឲ្យដាំឲ្យល្អដើម្បីឲ្យអនាគតល្អប្រសើរបើមានបញ្ហាស្រែកហៅជីងជីបេដងគេចូលជួយភ្លាមបន្ទាប់មកក្មេងប្រុសបានបំលែងទៅជាបាក់សីពណ៌មាសមកឆាងគាត់នឹងផ្ដល់ជំនួយឲ្យពួកគេនិយាយថាអ្នកប្រុសខ្លាយទៅជាក្រោមការជួយពីជីងជីជីវិតក៏ទៅលើអាកាសហើយប្រជាជននៅក្នុងការជួយរបស់សត្វទេពក៏កំពុងរស់នៅល្អប្រសើរឡើងកាន់តែប្រសើរសូមអរគុណដែលបានទស្សនាសូមជួយ follow ម្នាក់មួយឲ្យបេដងម្នាក់មួយឲ្យ admin មានកម្លាំងចិត្តធ្វើទៀត